បងប្អូនអរគ្នាខ្ញុំធ្វើការ vote view ទៅលើវីដេអូមួយនេះគឺចំនួន 100k បាទអញ្ចឹងបងប្អូនមើលវីដេអូនេះតាម166 view ទេឥឡូវខ្ញុំធ្វើការ refresh តែវាឡើងគ្រប់ 100k ហ្នឹងគឺលឿនមែនទែនបងប្អូនគ្នាជំនឿនេះបងប្អូនគ្នាគឺ 100k បងប្អូនគ្នាតែមួយ play ទេឃើញទេអញ្ចឹងការ boost TikTok របស់យើងគឺទទួលបានជោគជ័យបងប្អូនគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចចែករំលែកវីដេអូមួយនេះកុំភ្លេចចុច like វីដេអូមួយនេះម្នាក់មួយបងប្អូនគ្នាបាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំមកធ្វើការតម្លើងនៅ view TikTok របស់ខ្ញុំបាទអានេះគឺជា account TikTok របស់ខ្ញុំហើយខ្ញុំនឹងធ្វើការតម្លើងទៅលើវីដេអូរបស់ខ្ញុំបាទចង់ដឹងថាការតម្លើងហ្នឹងវាដំណើរការមិនអីមិនហើយយើងធ្វើមិនទៅយើងអាចធ្វើការតម្លើង view បានអឹមអញ្ចឹងណាឥឡូវដូចវីដេអូមួយណាបងប្អូនយើងមើលសិនខ្ញុំធ្វើការតម្លើងទៅលើវីដេអូមួយនេះបាទវីដេអូមួយនេះអ្នកមើលតែ166 view ទេឥឡូវខ្ញុំធ្វើការ click លើវីដេអូហ្នឹងហើយខ្ញុំធ្វើការទៅឡើងអូខេឥឡូវយើងធ្វើការ copy link មកណាខ្ញុំធ្វើការ copy link មកបាទ copy link អូខេ copy link ហើយយើងចូលទៅកាន់បងប្អូននេះ website មួយដែលមានឈ្មោះថាបាទ website darling.asm.com បាទ website darling.asm.com អូខេអញ្ចឹងយើងចូលមកកាន់ website ហ្នឹងយើងត្រូវធ្វើការដាក់លុយជាមុនសិនសម្រាប់បងប្អូនអត់ទាន់មានលុយនៅក្នុង account ហ្នឹងព្រោះយើងត្រូវការចំណាយ order អញ្ចឹងចូល add fund នេះមកដើម្បីយើងធ្វើការដាក់ប្រាក់ហើយយើងដាក់ប្រាក់ចាប់ពី$1ឡើងទៅឥឡូវខ្ញុំដាក់$5មកចុច pay មកនេះ pay នេះអូខេបងប្អូនចុច pay មកចាំវាចេញ QR code របស់បងប្អូនធ្វើការបាញ់ហើយអញ្ចឹងយើងអាចបាញ់តាមរយៈ AFA ឬក៏ AC Wing អីហ្នឹងបាទតាមរយៈ QR code បាទឥឡូវយើងធ្វើការចូលមកកាន់ service របស់យើងដើម្បីយើងធ្វើការតម្លើង view អញ្ចឹងយើងយកបាទចុចមកក្នុងនោះវាមាន service ច្រើនបាទបងប្អូនអ្នកគ្នាអញ្ចឹងយក TikTok video view សម្រាប់យើងតម្លើង view ហើយយើងយក Ultra Face នេះតែម្ដងបាទ Ultra Face បាទលេខកូដ sample ហើយយើងធ្វើការផាសនៅផាស link វីដេអូរបស់យើងបាទ link ហើយ quantity ហ្នឹងយើងដាក់1លាននោះអូខេយើងដាក់100,000អូខេយើងដាក់1លានតែម្ដងបងអូយ៉ាដាក់តែ100,000បានណាបាទអូខេអញ្ចឹង100,000បាន 100k តែ$1ជាងទេហើយចុច submit មកចុច submit មកតែប៉ុណ្ណាបាទចុច submit ប៉ុណ្ណាគឺអូខេបងប្អូនអរគ្នាបាទអញ្ចឹងយើងចាំមើលនៅវីដេអូរបស់យើងតើវាឡើង view នៅបាទអញ្ចឹងទៀតចាំយើងចូលមើលក្នុងវីដេអូនេះយើងធ្វើការ refresh វាណាបងប្អូនបាទយើង refresh វាមកបាទ refresh មកអញ្ចឹងវាអត់ទាន់ដើរចាំមកតិចទៀតបងប្អូនបាទ